អត្ថបទទី29ជោគជ័យពិតជាទូទៅជោគជ័យពិតប្រាកដនៅក្នុងជីវិតវាគឺជាប្រធានបទឬជារឿងរ៉ាវមួយដែលអាចប្រែប្រួលនិងផ្លាស់ប្ដូរតាមរយៈការកំណត់ឬការយល់ឃើញរបស់មនុស្សម្នាក់ៗដោយហេតុថាមនុស្សម្នាក់ៗមានតម្រូវការចំណង់ចំណូលចិត្តនិងគោលដៅមិនដូចគ្នាហេតុនេះទើបយើងមិនអាចកំណត់បានច្បាស់នៅនិយមន័យនៃពាក្យថាជោគជ័យដ៏ពិតប្រាកដបានជាក់លាក់នោះឡើយមែនហើយទោះបីជាយ៉ាងនេះក្តីក៏ពាក្យថាជោគជ័យពិតនេះអាចរំលេចឡើងនៅចំណុចសំខាន់មួយចំនួនរួមមានដូចជា 1. ការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនភាពជោគជ័យផ្ទាល់ខ្លួនត្រូវបានកំណត់ដោយការដែលយើងអាចសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនប្រកបដោយអត្ថន័យមិនថាជាអាជីពឬមុខរបរទំនាក់ទំនងសុខភាពផ្លូវកាយនិងចិត្តព្រមទាំងការអភិវឌ្ឍខ្លួនជាដើម 2. ការទទួលបាននូវសុភមង្គលនិងការបំពេញយើងក៏អាចវាស់នូវភាពជោគជ័យពិតនេះបាននៅពេលណាដែលយើងទទួលបាននូវអារម្មណ៍រីករាយនិងការបំពេញផ្នែកខាងក្នុងឬការពេញចិត្តពីកិច្ចការដែលខ្លួនបានធ្វើឬពីនរណាម្នាក់ 3. ការផ្ដល់ឲ្យនូវឥទ្ធិពលវិជ្ជមាននេះមានន័យថាជោគជ័យពិតប្រាកដអាចកើតឡើងនៅពេលណាដែលយើងបានចូលរួមចំណែកផ្ដល់ឲ្យនូវកិច្ចការល្អៗនិងឥទ្ធិពលវិជ្ជមានទៅកាន់ជីវិតអ្នកដទៃសហគមន៍និងសង្គមជាតិដែលខ្លួនកំពុងអាស្រ័យឥទ្ធិពលវិជ្ជមាននេះហើយអាចនាំមកនូវសមិទ្ធផលល្អៗជាច្រើនដល់អស់អ្នកដែលមានឱកាសក្នុងការទទួលបានវា 4. មានសន្តិភាពនិងតុល្យភាពក្នុងជីវិតនេះសំដៅលើជីវិតដែលមានសេចក្តីសុខនិងមានតុល្យភាពរវាងទិដ្ឋភាពផ្សេងៗនៅក្នុងជីវិតរួមមានដូចជាគ្រួសារការងារការកម្សាន្តនិងសុខុមាលភាពផ្ទាល់ខ្លួនទាំងផ្លូវកាយនិងចិត្ត 5. ការយកឈ្នះលើបញ្ហាប្រឈមជាទូទៅនៅក្នុងដំណើរជីវិតរបស់មនុស្សគ្រប់រូបសុទ្ធសឹងតែបានដើរប្រឈមជាមួយនឹងបញ្ហាស្របពេលគ្នានេះផងដែរជារឿយៗភាពជោគជ័យក៏ត្រូវបានកើតឡើងនៅពេលណាដែលយើងអាចប្រឈមនិងអាចយកឈ្នះនៅរាល់បញ្ហាទាំងនោះពិតណាស់ការទាំងនេះបានបង្ហាញពីភាពអត់ធន់ការចេះរៀនពីបញ្ហានិងភាពបរាជ័យដែលខ្លួនបានឆ្លងកាត់ដោយឃ្លាមួយបានលើកឡើងថាបញ្ហាគឺជាឱកាសនិងពាក្យថាលាភក្នុងគ្រោះជាដើម 6. ការរស់នៅដោយភាពស្មោះត្រង់នៅត្រង់ចំណុចនេះចង់សំដៅលើការរស់នៅដោយមានភាពស្មោះត្រង់ជាមួយខ្លួនឯងនិងអ្នកដទៃព្រមទាំងការទទួលយកនិងស្រឡាញ់នៅអ្វីដែលខ្លួនមានម្យ៉ាងទៀតវាជាការរស់នៅមួយដែលស្របទៅតាមគុណតម្លៃនៃជីវិតរបស់ខ្លួនមិនប្រឌិតមិនកុហកភូតភរមិនបោកបញ្ឆោតដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះឡើយផ្ទុយមកវិញត្រូវរស់នៅជាខ្លួនឯងនៅទីបំផុតភាពជោគជ័យពិតអាចកំណត់តាមចំណុចខាងលើបានថាវាជាសមិទ្ធផលនៃគោលដៅដែលស្របទៅតាមគុណតម្លៃនៃជីវិតរបស់យើងម្នាក់ៗហើយនាំមកនូវសុភមង្គលនិងការពេញចិត្តវាមិនមែនគ្រាន់តែជាការនិយាយអំពីទ្រព្យសម្បត្តិសម្ភារៈឬការទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះទេក៏ប៉ុន្តែវានិយាយអំពីអារម្មណ៍ពេញចិត្តចំពោះស្នាដៃនិងការចូលរួមចំណែករបស់ខ្លួននៅក្នុងរឿងរ៉ាវល្អៗទន្ទឹមនឹងនេះផងដែរជារឿយៗវាក៏ពាក់ព័ន្ធទៅនឹងការលូតលាស់ផ្ទាល់ខ្លួនភាពអត់ធន់និងការប្រឈមមុខជាមួយបញ្ហាទំនាក់ទំនងមានភាពរឹងមាំការបង្កើតនូវឥទ្ធិពលវិជ្ជមានដល់អ្នកដទៃនិងពិភពលោកនៅជុំវិញខ្លួនត្រូវហើយបើទោះបីជាយ៉ាងនេះក្តីក៏ពាក្យថាជោគជ័យពិតនេះមិនអាចកំណត់បានជាក់លាក់នោះដែរព្រោះវាអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយអាស្រ័យលើការយល់ឃើញនិងសេចក្តីប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួនដើម្បីឲ្យងាយយល់ជាងនេះយើងនឹងលើកយកនូវឧទាហរណ៍មួយចំនួនមកបញ្ជាក់ដូចខាងក្រោមមនុស្សមួយចំនួនយល់ថាខ្លួនទទួលបានភាពជោគជ័យពិតប្រាកដនៅពេលណាដែលខ្លួនបានប្រើជីវិតមួយនេះជាចំណែកក្នុងការជួយដល់អ្នកដែលកំពុងមានតម្រូវការរីឯអ្នកខ្លះទៀតក៏យល់ថាខ្លួនទទួលបានភាពជោគជ័យពិតប្រាកដក៏ព្រោះតែទំនាក់ទំនងរបស់ពួកគេមានភាពរឹងមាំរីកចម្រើននិងអាចបន្តរស់នៅក្នុងគ្រួសារមួយដែលមានសុភមង្គលជាដើមចំណែកឯអ្នកមួយចំនួនទៀតបានទទួលស្គាល់ថា
ខ្លួនជោគជ័យនៅពេលដែលមុខរបរឬអាជីពរបស់ពួកគេមានភាពរីកចម្រើនទៅមុខនិងទទួលបានប្រាក់ចំណេញច្រើនរីឯអ្នកខ្លះទៀតត្រឹមមានសុខភាពល្អអាចទៅបំពេញការងាររកស៊ីចិញ្ចឹមជីវិតបានរាល់ថ្ងៃក៏យល់ថាខ្លួនជោគជ័យពេកណាស់ទៅហើយដែលឡែកមនុស្សមួយចំនួនទៀតយល់ថាអាចរក្សាចំណងអាពាហ៍ពិពាហ៍បានល្អនិងរស់នៅចុះសម្រុងគ្នាក្នុងជីវភាពមួយដ៏សាមញ្ញក៏គេគិតថានេះជាជោគជ័យដ៏ធំមួយសម្រាប់ពួកគេយ៉ាងណាមិញក៏នៅមានអ្នកខ្លះទៀតគិតថាខ្លួនទទួលបានជោគជ័យនៅពេលណាដែលពួកគេមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដំនិងមានអ្វីៗដែលខ្លួនប្រាថ្នាការទាំងនេះគឺគ្រាន់តែជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះប៉ុន្តែជាក់ស្ដែងភាពជោគជ័យពិតប្រាកដនៅក្នុងជីវិតអាចកើតឡើងបានទៅតាមបំណងចិត្តនិងសេចក្តីប៉ងប្រាថ្នារបស់មនុស្សម្នាក់ៗទៅវិញទេបើដូច្នេះយើងមិនចាំបាច់ទៅច្រណែននិងក្តៅក្រហាយចិត្តជាមួយអ្នកដទៃឬអន់ចិត្តនឹងខ្លួនឯងនោះឡើយផ្ទុយទៅវិញគួររៀនបើកចិត្តមើលទៅកាន់អ្វីដែលខ្លួនមានរួចធ្វើការដាំដុះនូវភាពជោគជ័យទៅតាមទម្រង់នៃជីវិតរបស់ខ្លួនវិញនោះអ្នកនឹងទទួលបានភាពជោគជ័យមួយនេះជាពុំខានតោះសាកល្បងដាំដុះវាលោមើល